និយាយពិតធ្វើពិតពេលនេះលោកហេងរតនាបានប្រកាសយ៉ាងមុតមមថាលោកពឹងពាក់មេធាវីដើម្បីការពារសិទ្ធិជនរងគ្រោះហើយករណីគ្រោះថ្នាក់បង្កឡើងដោយលោកត្រីសក្តានៅព្រឹកថ្ងៃទី8ខែសីហាឆ្នាំ2026នេះលោកហេងរតនាស្នងការរងទទួលផែនចរាចរណ៍រាជធានីភ្នំពេញបានទទួលការអនុញ្ញាតនិងឯកភាពពីលោកឧត្តមសេនីយ៍ឯកជួននរុនស្នងការរងនគរបាលរាជធានីភ្នំពេញដើម្បីពឹងពាក់មេធាវីប្រចាំផែនចរាចរណ៍ក្នុងការរៀបចំពាក្យបណ្ដឹងនិងការពារសិទ្ធិឲ្យភាគីជនរងគ្រោះដោយស្ម័គ្រចិត្តមិនគិតកម្រៃចំពោះករណីលោកត្រីសក្តាបើកបររថយន្តដោយមានសារធាតុញៀនក្នុងខ្លួននិងបើកបរបង្កឲ្យមានគ្រោះថ្នាក់បណ្ដាលឲ្យម្ដាយរងរបួសធ្ងន់និងកូនស្រីបានស្លាប់បាត់បង់ជីវិតមេធាវីដែលត្រូវទទួលបន្ទុកលើកិច្ចការនេះមានពីររូបគឺលោកមេធាវីមីរីត្រីនិងលោកមេធាវីទឹមហេងលីស្របគ្នានោះដែរលោកមេធាវីអ៊ុំរតនាបានលើកឡើងចំពោះករណីនេះថាការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងហានិភ័យគុកច្រវាក់និងការបាត់បង់អនាគតការបើកបរក្នុងស្ថានភាពប្រើប្រាស់គ្រឿងញៀនហើយបង្កគ្រោះថ្នាក់ដល់អ្នកដទៃត្រូវប្រឈមមុខនឹងទោសទណ្ឌព្រហ្មទណ្ឌដាច់ខាតទោសបុកគេស្លាប់ជាប់ពន្ធនាគារ2ឆ្នាំដល់5ឆ្នាំមាត្រា85ទោសបុកគេពីការអចិន្ត្រៃយ៍ជាប់ពន្ធនាគារ1ឆ្នាំដល់3ឆ្នាំមាត្រា83ទោសបុកគេរបួសធ្ងន់ជាប់ពន្ធនាគារ6ខែដល់2ឆ្នាំមាត្រា83កាតព្វកិច្ចរដ្ឋប្រវេណីត្រូវសងសំណងជំងឺចិត្តថ្លៃព្យាបាលនិងថ្លៃខូចខាតទាំងអស់ជូនជនរងគ្រោះឬគ្រួសារសពចំណាំជនបង្កក៏អាចត្រូវចោទប្រកាន់បន្ថែមពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការប្រើប្រាស់ឬរក្សាទុកគ្រឿងញៀនតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនផងដែរជៀសវាងគ្រឿងញៀននិងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពខ្លួនឯងនិងសង្គមជាតិសូមរំលឹកផងដែរថាកាលពីរសៀលថ្ងៃទី7ខែសីហាឆ្នាំ2026វេលាម៉ោង 2:40 នាទីលោកត្រីសក្តាបានបើករថយន្តម៉ាកBYD មួយគ្រឿងនិងបានឈប់ដេកតាមផ្លូវត្រូវបានកងកម្លាំងរាជអាវុធហត្ថទៅដាស់ភ្ញាក់ក៏បើករថយន្តថយក្រោយបណ្ដាលឲ្យបុករះរថយន្តជាបន្តបន្ទាប់2គ្រឿងនិងកិនម៉ូតូមួយគ្រឿងបណ្ដាលឲ្យជនរងគ្រោះ2នាក់ម្ដាយរងរបួសធ្ងន់និងកូនបានស្លាប់នៅមន្ទីរពេទ្យហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅចំណុចស្តុបតាមផ្លូវ598ស្ថិតនៅភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញក្រោយហេតុការណ៍នេះបានកើតឡើងនគរបាលខណ្ឌសែនសុខបានចុះទៅសម្របសម្រួលចរាចរណ៍រួចតាក់ទងទៅនគរបាលចរាចរណ៍ផ្លូវគោកចុះមកវាស់វែងនាំយករថយន្តនិងអ្នកបើកបរបញ្ជូនទៅកាន់ការិយាល័យដើម្បីដោះស្រាយសងការខូចខាតក្រោយមកលោកត្រីសក្តាស្រាប់តែបានរកឃើញថាមានវិជ្ជមានសារធាតុញៀនបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម